លោកត្រាំចេញបញ្ជាអត់បិទវិទ្យុ VOA វិទ្យុអាស៊ីសេរីនិងវិទ្យុអឺរ៉ុបសេរីរដ្ឋបាលរបស់ប្រធានាធិបតីដូណាល់ត្រាំកាលពីថ្ងៃទី15ខែមីនាបានចេញបញ្ជាឲ្យក្រុមអ្នកសារព័ត៌មាននិងបុគ្គលិកផ្សេងទៀតសារប្រព័ន្ធអ្នកនៅវិទ្យុល្បីៗដែលទទួលបានជំនួយមូលនិធិពីសហរដ្ឋអាមេរិករួមមានវិទ្យុសំឡេងសហរដ្ឋអាមេរិកវិទ្យុអាស៊ីសេរីនិងវិទ្យុអឺរ៉ុបសេរីឲ្យចាក់ចេញពីការិយាល័យរបស់ពួកគេជាបន្ទាន់ពលគឺឲ្យពួកគេលាឈប់ពីការងារភ្លាមៗតែម្ដងជាការឆ្លើយតបប្រធានវិទ្យុអឺរ៉ុបសេរី RFE បានចាត់ទុកការបិទស្ថាប័នវិទ្យុល្បីៗទាំងនេះថាជាការជូនកាដូដ៏ធំដល់បណ្ដាប្រទេសជាបច្ចាមិត្តពិភពលោកបានភ្ញាក់ផ្អើលជាថ្មីទៀតហើយនៅពេលដែលប្រធានាធិបតីដូណាល់ត្រាំកាលពីថ្ងៃទី15ខែមីនាបានចេញបញ្ជាឲ្យបិទវិទ្យុធំៗរួមមានវិទ្យុ VOA វិទ្យុអាស៊ីសេរីនិងវិទ្យុអឺរ៉ុបសេរី RFE សូមបញ្ជាក់ថាស្ថាប័នវិទ្យុដែលមានកេរ្តិ៍ឈ្មោះល្បីទាំងនេះបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការប្រឆាំងទប់ទល់នឹងព័ត៌មានវាយប្រហារឬឥទ្ធិពលរបស់ប្រទេសជាប្រចាំមិត្តជាពិសេសប្រទេសរុស្ស៊ីនិងមហាយៈចិនបុគ្គលិករាប់ពាន់នាក់នៅស្ថាប័នវិទ្យុ VOA វិទ្យុអាស៊ីសេរីវិទ្យុអឺរ៉ុបសេរី RFE និងសារព័ត៌មានផ្សេងៗទៀតទទួលបានអ៊ីមែលកាលពីចុងសប្តាហ៍មុនថាពួកគេត្រូវបានបញ្ឈប់ពីការងារហើយនឹងត្រូវបានហាមឃាត់មិនឲ្យចូលទៅកាន់ការិយាល័យរបស់ពួកគេទៀតឡើយហើយពួកគេត្រូវតែប្រគល់ជូនស្ថាប័នវិញនៅកាតព័ត៌មានទូរស័ព្ទនិងឧបករណ៍ផ្សេងៗទៀតដែលជាសម្បត្តិរបស់ស្ថាប័នវិទ្យុទាំងនោះលោកដូណាល់ត្រាំដែលបានបញ្ជាឲ្យបិទទីភ្នាក់ងារផ្ដល់ជំនួយរបស់សហរដ្ឋអាមេរិកនិងទីភ្នាក់ងារអប់រំរបស់សហរដ្ឋអាមេរិករួចម្ហើយនោះបានចេញបញ្ជាការពីថ្ងៃសុក្រកន្លងទៅឲ្យបិទទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកលដែលលោកយល់ថាមិនចាំបាច់ទុកជាការឆ្លើយតបលោក Stephen Campbell ប្រធានវិទ្យុអឺរ៉ុបសេរី RFE ដែលបានចាប់ផ្ដើមដំណើរការផ្សាយចូលទៅក្នុងប្លុកសូវៀតអំឡុងសង្គ្រាមត្រជាក់បានចាត់ទុកការបិទស្ថាប័នវិទ្យុល្បីៗទាំងនេះជាពិសេសវិទ្យុអឺរ៉ុបសេរី RFE ថាជាការជូនកាដូដ៏ធំឲ្យទៅបណ្ដាប្រទេសជាប្រចាំមិត្តរបស់សហរដ្ឋអាមេរិកលោកបានប្រមានថាការបិទវិទ្យុអឺរ៉ុបសេរី RFE ដែលបានដំណើរការផ្សាយរបស់រយៈពេល75ឆ្នាំមកនេះគឺជាជ័យជំនះដ៏ធំសម្រាប់ប្រទេសអ៊ីរ៉ង់មហាយៈចិនរុស្ស៊ីនិងប្រទេសបេឡារុសហើយជាលទ្ធផលវានឹងធ្វើឲ្យសហរដ្ឋអាមេរិកកាន់តែចុះខ្សោយហើយធ្វើឲ្យបណ្ដាប្រទេសជាប្រចាំមិត្តកាន់តែខ្លាំងអានដោយសម្លេងសពនិមិត្តសារិកា AI